Hello សួស្តីអ្នកនាងវិលត្រឡប់មកជួបគ្នាជាមួយនឹងវីដេអូថ្មីបាទថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញពីរបៀបបង្កើត Flutter app ជាមួយនឹងការ connect ទៅ file បាទអញ្ចឹងជាដំបូងដើម្បីបង្កើត Flutter បានយើងត្រូវមាន file របស់ Flutter យើងមួយអញ្ចឹងខ្ញុំសូម create file មួយគឺខ្ញុំដាក់ថា Flutter តែខ្ញុំចូលទៅក្នុងហ្នឹងតបមកយើងអាចមានជំរើសយក CMD ចេញក៏បានវាចូលទៅ command prompt ឬក៏យើងយក mouse ស្ដាំយក open in terminal អញ្ចឹងអ្នកគ្នាបានដូចគ្នាពីរហ្នឹងអញ្ចឹងគឺយើងវាយ Flutter create app ហើយបន្តមកខ្ញុំដាក់ app តែអញ្ចឹង app តែនេះវាជាឈ្មោះអ្នកគ្នាអញ្ចឹងគឺ Flutter create app តែកំពុងតែ create app អូខេអ្នកគ្នាអញ្ចឹងគឺ create រួចរាល់ហើយអញ្ចឹងរួចរាល់យើងអាចចូល cd app តែចូលមកហើយបន្ទាប់មកជាទូទៅដែលខ្ញុំបើកកម្មវិធី Visual Studio Code គឺខ្ញុំវាយ code ដកឃ្លាចុច1ហើយខ្ញុំ enter ទៅគឺវាបើកកម្មវិធី code មកហើយអញ្ចឹងខ្ញុំសូមបិទអានេះវិញហើយនេះគឺមកហើយវិជីយើងចូលក្នុងរានអូខេបន្ទាប់ពីវាឆែកវិជីយើងរួចរាល់អញ្ចឹងគឺយើងសូមបើក inventor យើងតេស្តវិជីហ្នឹងសិនថាតើវាដើរអត់អូខេអញ្ចឹងបញ្ជាក់ថាវិជីយើងគឺបានរ៉ាន់ដំណើរការបានធម្មតាបន្ទាប់មកគឺអ្នកគ្នាចូលមកកាន់ file បាសមកបន្ទាប់មកខ្ញុំ create វិជីថ្មីមួយដើម្បីអ្នកគ្នាគឺដាក់ app តែបន្ទាប់ចុច continue បន្ត continue ទៀតកន្លែងនេះយើងរើសយក default account for file បាសមកបន្ទាប់មកចុច create វិជីអញ្ចឹងយើងរងចាំវាបន្តិចគឺវានឹងដំណើរការពេញហើយបន្ទាប់យើងចុច continue តើមកយើងចូលមកបញ្ជីយើងគឺក្រៅពីការយើងបានបង្កើតបញ្ជីរួចរាល់គឺយើងចុចកន្លែង add app តើមកយើងចុចយក Flutter អ្នកគ្នាត្រូវ install file របស់ CLI សិនដើម្បីងាយស្រួលប្រើប្រាស់អញ្ចឹងអ្នកគ្នាចូលមកអ្នកគ្នារើស npm តើមកចុច copy មកខ្ញុំសុំចូល terminal ថ្មីមួយមកគឺអ្នកគ្នាចុចកន្លែង add app ចុចយក Flutter បន្ទាប់មកគឺអ្នកគ្នាត្រូវ install file របស់ CLI អញ្ចឹងចូលមក file របស់ CLI ដែលខ្ញុំយក npm copy ខ្ញុំសូមបើក terminal ថ្មីមួយតទៅពីការ install រួចហើយគឺយើងចូលទៅប្រើ file របស់ login
file bar login ដែលសារខ្ញុំ login រួចរាល់គឺចេញមកបែបនេះអញ្ចឹងអ្នកគ្នាអាចលេខបញ្ជីកមើលបាននេះ app test មិញនេះ app test មិញដែលខ្ញុំតំបង្កើតអញ្ចឹងអូខេអញ្ចឹងតមកបានអីយើងទៅបន្តខ្ញុំសូម copy វាខ្ញុំសូមចូលទៅ terminal បញ្ជីករបស់យើងទៅបន្តមកយើងបន្លាយទី2យើងផាសដាក់អញ្ចឹងគឺវាចេញមកបែបនេះហើយអញ្ចឹងអ្នកគ្នាអាចអ្នកគ្នាចង់ select មួយណាគឺចុច space អញ្ចឹងខ្ញុំសូមយក alt គឺខ្ញុំ enter អូខេអញ្ចឹងគឺ connect បានរួចរាល់ហើយខ្ញុំសូមបើកវាចេញហើយបន្តមកចូលមករានបញ្ជីយើងទាំងអស់គ្នាfile bar វា file bar ខក្នុង hay sẽ không ok chân cứ về lại miền cài rồi để sao mình phải bạc khó chân cứ về ok chân cứ giờ cho vào và to cái dần đấy to má này kia trời copy này do mà đã được không này làm bé này chân này kia chụp liền với bên kho phải bạc khó cho mới nắng phải bạc option ok chân cứ giờ mà cái này cho mỗi file bác cứ file bạc khó cho mỗi file bạc option như này và làm cái chuyện đừng được nữa ok chân cứ ca app Flutter cái này cho mỗi file bác cứ bạn mình chọn trong phần này xong một cuốn xong rồi biết chăm chúc nên video rồi ok bye bye